លោកហ៊ុនម៉ាណីក្រុងយកកម្មវិធីចូលឆ្នាំខ្មែរទៅធ្វើនៅជំរំភាសា3ថ្ងៃ3ខែពលរដ្ឋសួរថាដើម្បីអីពេលដែលប្រជាពលរដ្ឋររឿងតវ៉ាជំទាស់ថាទៅធ្វើបុណ្យស្អីកក្រឹកកក្រែងអីយើងកំពុងអាបត្តិដីទៅថៃប្រជាពលរដ្ឋក្រំគ្រាដួងចិត្តណាស់ទៅសបាយច្រៀងរាំបាច់ទឹកបាច់ម្សៅអីយើងសម្រាប់ឬក៏ធ្វើតិចតួចអីសិនទៅអីយកអារម្មណ៍ជឿយកចិត្តទុកដាក់ទៅលើជនភៀសសឹកអីអញ្ចឹងទៅកុំឲ្យគាត់ឬក៏ទាហានយើងកំពុងរងគ្រោះឥឡូវដើម្បីស្អំចិត្តប្រជាពលរដ្ឋធ្វើបុណ្យសង្ក្រានឆ្នាំថ្មីអីរបស់ខ្មែរហ្នឹងយកទៅដាក់ដល់ខេត្ត3ឡែកជំរំជនភៀសសឹកហ្នឹងដើម្បីឲ្យធ្វើមុនចូលឆ្នាំទៅទៀតបាទគឺព្រោះអីចូលឆ្នាំវាខែមេសាមិនអញ្ចឹងឯពាក់កណ្ដាលខែមេសាអញ្ចឹងលោកហ៊ុនម៉ាណីថ្ងៃនេះមានពិធីគេនៅវត្តភ្នំហ្នឹងគេថាយកទៅធ្វើឲ្យប្រជាពលរដ្ឋយើងប្រពៃថ្ងៃ29ដល់ថ្ងៃ31 3ថ្ងៃនៅទាំងទៅដើម្បីឲ្យបងប្អូនយើងបានជួបជុំគ្នាប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ធម្មតារបស់យើងជាការល្អហើយឲ្យបងប្អូនយើងបានរក្សាប្រពៃណីទំនៀមទម្លាប់ថាបងប្អូនខ្មែរយើងនៅជំរំជនភៀសសឹកហ្នឹងគាត់ត្រូវការបន់ចូលឆ្នាំហ្នឹងឬក៏គាត់ត្រូវការឲ្យផ្ទះគាត់បានមកវិញឲ្យចាប់ឲ្យយើងទៅប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយតវ៉ាឲ្យបានដីបានធ្លីមកគាត់វិញឬក៏ចង់បានបន់ចូលឆ្នាំអាបន់ចូលឆ្នាំខ្មែរហ្នឹងបើយើងអត់ធ្វើនៅជំរំជនភៀសសឹកហ្នឹងឆ្នាំហ្នឹងឆ្នាំក្រោយទៀតក៏ធ្វើបានឆ្នាំក្រោយទៀតក៏ធ្វើបានប៉ុន្តែអាការតវ៉ាដីពីថៃវិញបើអត់ធ្វើទេកាន់តែបាត់ទៅហើយអត់មានពេលទេព្រោះអីបន់ចូលឆ្នាំវាមានរាល់តែឆ្នាំទេប៉ុន្តែឱកាសទាដីពីថៃវិញអត់មានរាល់ឆ្នាំទេវាមានពេលហ្នឹងតែផុតពីពេលហ្នឹងទៅគឺយើងបាត់ជារៀងរហូតហើយបាទនេះគឺជាប៉ុន្តែលោកហ៊ុនម៉ាណីក៏ថាធ្វើនេះគឺបំណងដើម្បីដូចខ្ញុំជម្រាបអញ្ចឹងពិធីនេះគឺធ្វើមុនបុណ្យចូលឆ្នាំប្រពៃណីជាតិនៅរាជធានីភ្នំពេញជាលក្ខណៈប្រពៃណីគឺយកកម្មវិធីទាំងអស់ទៅជូនពួកគាត់សិនជូនបងប្អូនជនភៀសសឹកយកចិត្តទុកដាក់គាត់សម្បំដែរខ្ញុំជឿថាបងប្អូនជនភៀសសឹកត្រូវការស្បៀងអាហារកន្លែងស្នាក់នៅការយកចិត្តទុកដាក់សមរម្យនឹងផ្ទះសម្បែងរបស់គាត់បានមកឆាប់តែយ៉ាងណាបងប្អូនកោតសរសើររដ្ឋាភិបាលកម្ពុជាដែរថាទោះលំបាកយ៉ាងណាក៏មិនចោលបងប្អូនជនភៀសសឹកដែរដូច្នេះប្រពខ្លះទៅកាត់ទុកខ្លាំងពេកអីប្រឡប់ខ្លះទៅកុំឲ្យកាត់ទុកគេពួកដីមិនបានវិញដដែលនោះ